นมัทโธรัตนัตติยสะวันเตียมิตูพระบงกรมขยมประกาศนาเจอังมจาសូមក្រាបសំពះនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរខ្ពង់ខ្ពស់នៅក្នុងលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដែលយ៉ាងក្រៃលែងជាទីបំផុតទៀតសូមនមស្ការក្រាបថ្វាយបង្គំចំពោះបកករណាបធេរានុធរៈនវៈភិក្ខុសាមណេរគ្រប់អង្គជាទីជ្រះថ្លាមួយលើសូមចម្រើនពរធ្វើនៅសេចក្តីរាប់អានចំពោះឯកឧត្តមលោកជំទាវអស់លោកស្រីលោកអញ្ញាធិដែនដីមន្ត្រីភូមិឃុំស្រុកសង្កាត់បាឡាត់ខេត្តលោកគ្រូអ្នកគ្រូព្រានព្រឹទ្ធបណ្ឌិតអដ្ឋកាវុឌ្ឍនិស្សិតបញ្ញវន្តគ្រប់រូបជាពិសេសទានអិសរាធិបតីសម័យម្ចាស់ផ្ដើមទានប្រធានលោកអ្នកផ្ដើមបុណ្យដោយសេចក្តីរាប់អានដែលយ៉ាងជ្រាលជ្រៅជាទីបំផុតទៀតក្នុងកិច្ចនេះក៏នឹងលើកយកពាក្យខាងដើមមួយម៉ាត់ដែលមានពាក្យនោះឈ្មោះថាបុណ្យបុណ្យនឹងណាបងណាពាក្យថាបុណ្យនេះមានសម្ដែងដែលហើយច្រើននៅក្នុងបិដកលេខ52បិដកលេខ41នៅក្នុងគម្ពីរអង្គតរនិកាយចតុកនិបាតដែលព្រះអង្គសម្ដែងថាអិធៈមោទតិបញ្ចមោទតិសោមោទតិសោបមោទតិទិស្វាកម្មវិសុទ្ធិមត្តណោបានន័យថាអ្នកពេញចិត្តចំពោះបុណ្យរីករាយជ្រះថ្លាចំពោះបុណ្យបុគ្គលនោះឯងរមែងសប្បាយចិត្តរីករាយជ្រះថ្លាក្នុងលោកទាំងពីររមែងពេញចិត្តរីករាយជ្រះថ្លាក្នុងលោកនេះផងលុះដល់ពេលវិបាកបរិសន្ធិស្លាប់ទៅរមែងរីករាយជ្រះថ្លាក្នុងបរលោកនេះក្នុងឋានសួគ៌ទេវលោកផងបុគ្គលអ្នកធ្វើបុណ្យរមែងពេញចិត្តរីករាយជ្រះថ្លាក្នុងអំពើបុណ្យនោះដោយពេលនេះជាដើមព្រោះពាក្យថាបុណ្យនឹងទៀតសោតគឺជាឈ្មោះនៃសេចក្តីសុខតើនេះញាតិញោមពាក្យថាបុណ្យគឺជាអំពើដែលផុសចេញអំពីក្នុងដួងហត្ថយវត្ថុគឺចិត្តរបស់ញាតិញោមហ្នឹងគឺសបាយរីករាយជ្រះថ្លាពេញចិត្តអស់ទៅនៅរាគៈទោសៈមោហៈនឹងអត្តន័យបុណ្យពោលថាកាលណាញាតិញោមពេលកំពុងធ្វើបុណ្យហ្នឹងគឺតែងតែមានសេចក្តីពេញចិត្តនៅខាងដើមបើអត់ពេញចិត្តអត់មានសទ្ធាជ្រះថ្លាទេធ្វើកើតទេញោមណោះអត់កើតទេតតែពេញចិត្តតតែជ្រះថ្លាតតែសប្បាយរីករាយក្នុងបុណ្យជាខាងដើមបានអាចធ្វើបុណ្យនឹងកើតមួយទៀតលោកប្រែថាអស់ទេញាតិញោមអស់មែនបើពិនិត្យពិច័យគិតមើលទៅឃើញថាអស់មែនអស់ទី1គឺអស់នៅសេចក្តីកំណាញ់ក្នុងចិត្តពីមុនតោងចិត្តកំណាញ់ច្រើនប៉ុន្តែពេលដែលឃើញប្រសង់ជ្រះថ្លាជាមួយប្រសង់ជ្រះថ្លាក្នុងបុណ្យចាប់ដើមចាក់ចាយចំណាយធនធានធ្វើបុណ្យឲ្យទានទោះបីតិចក្តីច្រើនក្តីលះក៏ចាប់ដើមរៀនលះទៅលះនៅមច្ឆរិយៈគឺសេចក្តីកំណាញ់លះនៅលោភៈ
លះនៅទោសៈលះនៅមោហៈពីមុនធ្លាប់ខឹងច្រើនដល់ពេលបានធ្វើបុណ្យចំណៃបុណ្យចំណៃសិលចូលមកចិត្តនឹងយ៉ាងម៉េចតិចលែងសូវខឹងដូចមុនលែងសូវវែងដូចមុនលែងសូវប្រកាន់ច្រើនដូចមុនចឹងណាញោមណោះពេលដែលមានសេចក្តីល្អចូលមកក្នុងដួងចិត្តរបស់យើងនឹងលះអស់លេងហើយមិនត្រឹមតែប៉ុណ្្នឹងទេយើងលះនៅទ្រព្យសម្បត្តិដូចជាតីវត្ថុលះនៅបច្ច័យលុយកាក់អីជាដើមសម្រាប់ចាត់ចាយចំណាយធនធាននៅក្នុងកម្មពិធីបុណ្យហ្នឹងអស់$1000 $2000ទៅតាមអព្យាស្រ័យបុណ្យដូចពេលនេះអាត្មាស្ដាប់ទៅថាបុណ្យញោមធ្វើថ្ងៃនេះគាត់ថាធ្វើតិចតួចចឹងមែនទេតែអត់តិចតួចទេអាត្មាមើលទៅធំដែរតាយាយតាញាតិញោមជើញមកពេញផ្ទះត្រង់ថាតិចឬច្រើនទៅលើការចំណាយរបស់ញាតិញោមបងបើញាតិញោមចំណាយច្រើននឹងអស់ច្រើនបើចំណាយតិចអស់តិចតែបុណ្យអត់អាចប្រមាណតែតិចឬច្រើនទេសំខាន់ចិត្តរបស់ញាតិញោមជ្រះថ្លាទំហំជ្រះថ្លាក្នុងបុណ្យបណ្ណាបុណ្យនោះมันអាចកាត់ថ្លៃថាតិចឬក៏ច្រើននោះទេតោះនេះញាតិញោមបើចិត្តរបស់ញោមធំបុណ្យនឹងធំដែរប៉ុន្តែព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងថាយើងធ្វើបុណ្យនឹងត្រូវប្រកបព្រមដោយបញ្ញាណដ្ឋិបញ្ញាសមាអភិបើញោមធ្វើប្រកបដោយបញ្ញាបានបុណ្យច្រើនណាស់ព្រោះយើងធ្វើទិសដៅចំចំពោះបុណ្យឥឡូវអាត្មាប្រាប់ញាតិញោមធ្វើបុណ្យចំមានបញ្ញាហ្នឹងធ្វើយ៉ាងម៉េចបានន័យថាយើងលះបង់ដោយកាយដោយវាចាដោយចិត្តបានន័យថាស្អាតដោយកាយស្អាតដោយវាចាស្អាតដោយចិត្តប្រព្រឹត្តទៅតាមបដិគិអកៈបុគ្គលអ្នកទទួលមានប្រសង់ជាដើមតើអត់ទេញាតិញោមតើអត់ទេដូចជាញាតិញោមធ្វើបុណ្យខ្លះក៏យើងខ្វះបញ្ញាដែរដូចជាការចំណាយនឹងលឹះលុបពេកដូចបុណ្យខ្លះចំណាយដល់$8000ទៅ$10000ថ្មឃើញមានអញ្ចឹងដែរណាមកសួរទៅញោមបុណ្យញោមចំណាយអស់ប្រមាណទៅណោះញោមថា$8000ដែលគុណបានគ្រាន់អីថ្មចេះគិតមើលថាអូយចំណាយអីច្រើនម្លេះដល់$8000ញោមចំណាយលើអីខ្លះទៅណោះដល់គិតមើលទៅអស់ប៉ុណ្ណឹងមែនគាត់ចំណាយលើអកកដងនោះជាង$1000ទៅគាត់ចំណាយលើ ABC នោះ100កេសទៅហើយគាត់ចំណាយលើការតុបតែងផ្ទះនេះអស់ប្រមាណពាន់ទៀតទៅលើពិនពៀតលើអីហ្នឹងចំណាយអស់ច្រើនមែនតែនអញ្ចឹងការចំណាយទៅលើការតុបតែងហ្នឹងវាអស់$8000ហើយដល់ប្រគេនលោកតែ50000លោក5អង្គទាំងល្ងាចទាំងព្រឹកញោមបោកមើលអស់តែ250000រៀលហ្នឹងហើយចំណាយអស់ទៅដល់$8000មើលញាតិញោមមើលហើយសាមតលជាមួយប៉ុនជាមួយលោកហ្នឹងត្រូវគ្នាដែរណាញោមណោះដោយអត់ត្រូវសោះតែហ្មងណាអាហ្នឹងហើយអាត្មាគិតចិត្តគិតមើលថាអញ្ចេះគិតថា$8000បើញោមដកទឹកកតុយ$1000ប្រគេនលោកមួយអង្គ100មួយអង្គ100ដល់លោកសប្បាយចិត្តប៉ុណ្ណាទេញោមអើយណាញោមណោះប្រគេនលោកទេសនា$100ប្រគេនលោកសោត$100 ជូនអាចារ្យម្នាក់100ម្នាក់100អត់អស់ដល់1000ផងមែនទេញោមណោះហ្នឹងគ្រាន់តែប្រាប់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាថាធ្វើបុណ្យយើងកន្លែងណាយើងលះ
កាត់ចេញខ្លះទៅហើយធ្វើឲ្យចំបន់ទៅគឺបន់នឹងពេញមែនតើដូចជាញោមអត់កំណាញ់ជាមួយគ្រឿងសម្ភារៈតុបតែងអីផ្សេងញោមអត់ទៅកំណាញ់ឲ្យហ៊ានជួខ្លះបន់ខ្លះហ៊ានជួដល់ account ទៀត$1000ជាងបងហ្នឹងក៏អាត្មាធ្លាប់ជួបចឹងទៅប៉ុន្តែមកត្បិតត្បៀតជាមួយព្រះសង្ឃវិញណាញោមមើលមកយប់មួយថ្ងៃទាំងសោតទាំងអីផងប្រកេន50000អីណាញោមណោះហើយដូចអាត្មាទេសនាឃើញប៉ុនធំអីជួសិតលខោនប្រកេនទេសនា100000អីអស់កម្លាំងអាលីញោមដែរអត់មានកម្លាំងទេសទេហ្នឹងអាហ្នឹងឯងហើយការត្បិតត្បៀតជាមួយលោកនេះដូចជាការត្បិតត្បៀតជាមួយម៉ែឪចឹងព្រោះញាតិញោមធ្វើបន់ទិសដៅជាមួយបដិគិហសៈបដិគិហកៈលោកអ្នកមានសិលមិនចឹងទេញោមណោះបងយកប្រសង់ជាអធិបតីសាមីបុណ្យហើយបើញោមលះក្រឹកក្រែងទៅវត្ថុផ្សេងតែមកត្បិតត្បៀតជាមួយប្រសង់ដូចត្បិតត្បៀតជាមួយម៉ែឪចឹងដូចម៉ែឪយើងគោរពយើងបូជាយើងឲ្យសេចក្តីល្អទៅអ្នកក្រៅអីផ្សេងប៉ុន្តែដល់ម៉ែឪយើងអត់ដែលថ្វាយអង្គមអត់ដែលជូនបច្ច័យលុយកាក់អីគាត់សោះអាហ្នឹងដូចគ្នាអញ្ចឹងណាញោមណោះអាហ្នឹងបន់ប៉ុន្តែត្រឡប់មកវិញឲ្យញោមពិចារណាបន្តិចបើយើងប្រៀបធៀបបន់ប្រហែលជាមនុស្សយើងបន់ផ្សេងគ្នាណាញោមណាបន់ផ្សេងគ្នាឧបមាថាអាត្មាអង្គុយចិត្តគ្រូចាតិកាអញ្ចឹងបើប្រៀបធៀបបន់អាត្មាខុសពីគ្រូសុខេតបើអង្គុយសូត្រមន្តជាមួយគ្នាអញ្ចឹងគេប្រគេនគ្រូសុខេត$400ប្រគេនអាត្មានេះ40000អញ្ចឹងណាញោមណាបន់ខុសគ្នាអញ្ចឹងយើងប្រៀបធៀបអញ្ចឹងទៅដូចញោមទាំងអស់គ្នាក៏បន់ចាត់ចែងមកក៏អត់ដូចគ្នាអញ្ចឹងដែរ